នៅឆ្នាំ2026នេះជប៉ុនបានដឹងខ្លួនថាខ្លួនកំពុងត្រូវបានមហាយៈបោះបង់ចោលតើហេតុអ្វីបានជាប្រទេសដែលធ្លាប់តែមានសន្តិភាពមួយនេះបង្ខំចិត្តដកដៅសាមូរ៉ៃចេញពីស្រោមដើម្បីត្រៀមខ្លួនច្បាំងជាមួយចិនតែម្នាក់ឯងតាមកទម្លាយយុទ្ធសាស្ត្ររៀនរស់ក្នុងមាត់រុនកំភ្លើរបស់ជប៉ុនជាមួយ Troop Insider ទាំងអស់គ្នារៀនរស់តែម្នាក់ឯងគឺជាការដកស្រង់ចេញពីកាសែត Japan Times ដែលបានចុះផ្សាយនៅថ្ងៃទី31ធ្នូ2025ដែលជាសមិទ្ធកម្មមកធ្វើអត្ថបទវិចារណកថាដ៏មានអត្ថន័យយ៉ាងមុតស្រួចនឹងអនាគតកាលមនុស្សជាតិអាចនឹងភ្លេចប្រវត្តិសាស្ត្រ500ឆ្នាំមុនហើយក៏មិនអាចដឹងទីពីវាសនា500ឆ្នាំខាងមុខដែរប៉ុន្តែមានរឿងមួយដែលមិនដែលប្រែប្រួលក្នុងដង្ហើមផែនដីនោះគឺអ្នកទុនជ្រាយគឺជាចំណីរបស់អ្នកខ្លាំងសម្រាប់ជប៉ុននៅឆ្នាំ2026ការសម្រេចចិត្តងើបមកកាន់ដើរដោយខ្លួនឯងគឺមិនមែនជារឿងចៃដន្យឡើយតែនេះគឺជារឿងស័ក្តិសមបំផុតក្នុងកលៈទេសៈដែលមិត្តអាចខ្លាយជាសត្រូវហើយសត្រូវក៏អាចខ្លាយជាម្ចាស់វាសនាដែរបើមិនកាន់ដើរការពារខ្លួននៅថ្ងៃនេះទេតើត្រូវចាំដល់ពេលណាទៀតនេះគឺជាមេរៀនដ៏ជូរចត់ដែលប្រទេសជប៉ុនកំពុងរៀនសូត្រនៅឆ្នាំ2026អស់រយៈពេលជិត80ឆ្នាំដែលផែនដីព្រះអាទិត្យរះបានរស់នៅយ៉ាងសុខសាន្តក្រោមឆត្រការពាររបស់សហរដ្ឋអាមេរិកប៉ុន្តែនៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកប្រែពណ៌ជប៉ុនគ្មានជំរឿអ្វីក្រៅពីរៀនកាន់ដើរដោយខ្លួនឯងឡើយក្រោមការដឹកនាំដែលមានជំហរដ៏រឹងមាំរបស់អ្នកស្រីសណៃតាកៃអ៊ីឈីជប៉ុនបានសម្រេចចិត្តបោះបង់ជំហានដែលពិភពលោកនឹកស្មានមិនដល់ជប៉ុនលែងស្កប់ស្កល់ត្រឹមតែជាខែលការពារវាយប្រហារទៀតហើយតែជប៉ុនកំពុងអភិវឌ្ឍខ្លួនឲ្យទៅជាដាវដ៏មុតស្រួចការទិញមីស៊ីលរយៈចម្ងាយឆ្ងាយធំមក600គ្រាប់និងការបង្កើនកញ្ចប់ថវិកាយោធាដល់កម្រិតកត់ត្រាគឺជាសក្ខីភាពបង្ហាញថាជប៉ុនត្រៀមខ្លួនវាយបកដោយផ្ទាល់ទៅលើដែនដីគោករបស់សត្រូវប្រសិនបើមានការរំលោភបំពានជប៉ុនកំពុងសិក្សាមេរៀនពីភាពមិនច្បាស់លាស់របស់ទីក្រុងវ៉ាស៊ីនតោនការវិលត្រឡប់របស់លោកโจណាត្រាំមកកាន់សេតវិមានបានបង្កើតជាសំណួរដ៏ធំមួយសម្រាប់ទីក្រុងតូក្យូតើសហរដ្ឋអាមេរិកនឹងនៅតែព្រមលះបង់ឈាមស្រស់របស់ខ្លួនដើម្បីការពារជប៉ុនទៀតដែរឬទេប្រសិនបើចិនវាយលុកនោះនយោបាយ American First បានធ្វើឲ្យជប៉ុនយល់ច្បាស់ថាខ្លួនលែងជាកូនស្រឡាញ់តែម្នាក់គត់របស់សហរដ្ឋអាមេរិកទៀតហើយនៅពេលដែលអាមេរិកមមាញឹកនឹងវិវត្តនៅមជ្ឈមបូព៌ាជប៉ុនបានដឹងខ្លួនថាខ្លួនអាចនឹងត្រូវបានគេទុកចោលឲ្យនៅឯកោនៅអាស៊ីការរៀនរស់ដោយខ្លួនឯងរបស់ជប៉ុនមិនមែនមានន័យត្រឹមតែជាការទិញអាវុធនោះទេប៉ុន្តែគឺជាការបង្កើតសម្ព័ន្ធភាពថ្មីដែលមិនពឹងសហរដ្ឋអាមេរិកទាំងស្រុងជប៉ុនកំពុងរឹតចំណងមិត្តភាពជាមួយហ្វីលីពីនអូស្ត្រាលីនិងតៃវ៉ាន់ដើម្បីបង្កើតជាជញ្ជាំងដៃគូមុខនេះគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ជប៉ុនព្រោះវានឹងអាចធ្វើឲ្យចិនមើលឃើញថាជប៉ុនលែងជាប្រទេសអហិង្សាតែទៅជាសត្រូវយោធាដ៏ខ្លាំងក្លាជប៉ុនបារម្ភថាបើចិនវាយកតៃវ៉ាន់ហើយសហរដ្ឋអាមេរិកជាប់ដៃនៅមជ្ឈមបូព៌ាឬអឺរ៉ុបតើអាមេរិកអាចនឹងបង្ខំចិត្តដោះដូរឬលះបង់ជប៉ុនដើម្បីសន្តិភាពខ្លួនបានដែរឬទេហេតុនេះហើយជប៉ុនត្រូវតែបង្កើនថវិកាជាតិរហូតដល់ 2% នៃ GDP ដើម្បីត្រៀមខ្លួនច្បាំងដោយគ្មានសហរដ្ឋអាមេរិកជប៉ុនយល់ថាការការពារដ៏ល្អបំផុតគឺការវាយបកសមិទ្ធកម្មនេះទាញថាជប៉ុនលែងទ្រាំចាំតែទប់ទល់មីស៊ីលដែលហោះមកដល់ផ្ទះខ្លួនឯងទៀតហើយគឺជប៉ុនលែងចង់ធ្វើជាបងធំនៅអាស៊ីតែម្ដងមកដល់ត្រឹមចំណុចនេះសូមទីចំណាប់អារម្មណ៍ចេញពី True Insider ការរៀនរស់ដោយខ្លួនឯងគឺត្រូវចាយពេលរាប់រយឆ្នាំត្រឹម500ឆ្នាំខាងមុខនៃសន្តិសុខពិភពលោកគឺជាការសម្លឹងមើលទៅលើការវិវត្តនៃអរិយធម៌មនុស្សជាតិដែលអាចនឹងឈានទៅដល់ចំណុចរបត់ដ៏ខ្លាំងក្លាបំផុតហើយលើនានាការបច្ចុប្បន្នដូចជាករណីជប៉ុនកាន់ដាវដោយខ្លួនឯងឬការប្រកួតប្រជែងអាវុធរុស្ស៊ីអាមេរិកនេះគឺជាផលវិបាកយុទ្ធសាស្ត្រដែលប្រទេសតូចៗមិនអាចកាន់ដាវដោយខ្លួនឯងបាននឹងត្រូវរលាយចូលទៅក្នុងប្លុកមហាយៈសន្តិសុខពិភពលោកនឹងស្ថិតក្នុងកណ្ដាប់ដៃមហាអំណាច2ឬ3ប៉ុណ្ណោះដែលគ្រប់គ្រងធនធានផែនដីទាំងមូលនេះគឺជាពិភពលោកដែលមានស្ថិរភាពប៉ុន្តែគ្មានសេរីភាពសម្រាប់ប្រទេសតូចតាចឡើយអាវុធអាចនឹងបដូរពីដាវដែកមកជាមីស៊ីល hypersonic ដែលមានល្បឿនលឿនជាងសម្លេងរាប់រយដងប៉ុន្តែចិត្តគំនិតរបស់មនុស្សក្នុងការចង់ត្រួតត្រានិងការការពារខ្លួននឹងមិនប្រែប្រួលឡើយការដែលយើងឃើញជប៉ុនឬមហាយៈដទៃទៀតកំពុងរៀបចំអាវុធនៅឆ្នាំ2026នេះគឺមិនមែនជារឿងឈួតលីលាឡើយប៉ុន្តែវាគឺជាការរៀបចំខ្លួនសម្រាប់ការរស់រានមានជីវិតដោយខ្លួនឯងក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់មនុស្សជាតិខ្ញុំសំអាងវណ្ណៈ True Insiderជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន